សូមស្វាគមន៍មកកាន់កម្មវិធីបង្រៀន Java Programming ជាភាសាខ្មែររបស់មជ្ឈមណ្ឌល Korea Software HRD ក្នុងកម្មវិធីសិក្សា Java Programming នេះយើងបានបែងចែកចេញជា13ជំពូកដែលជំពូកទី1យើងនឹងនិយាយអំពី Introduction to Java ជំពូកទី2យើងនឹងលើកឡើងអំពី Java Basic ជំពូកទី3យើងនឹងបង្រៀនពីរបៀបប្រើនៅ Control Flow Statement នៅក្នុង Java ជំពូកទី4លើកពី Command ខ្លះមួយចំនួនរបស់ Java ជំពូកទី5យើងនិយាយអំពី Array ពេលជំពូកទី6យើងនឹងលើកឡើងអំពី Method របស់ Java ជំពូកទី7យើងនឹងនិយាយអំពី OOP concept នៅក្នុង Java ពេលជំពូកទី8យើងនិយាយខ្លះៗអំពី Java Util Package ជំពូកទី9យើងនឹងបង្ហាញអំពីការប្រើប្រាស់ exception នៅក្នុង Java ជំពូកទី10និយាយអំពី thread ហើយជំពូកទី11យើងលើកឡើងអំពី file IO ជំពូកទី12យើងពន្យល់អំពី collection នៅក្នុង Java និងជំពូកចុងក្រោយគឺជំពូកទី13យើងនិយាយអំពី database ដែលពាក់ព័ន្ធជាមួយនឹង JDBC programming នេះយើងនឹងចាប់ផ្ដើមនៅជំពូកទី1ដែលនិយាយអំពីការណែនាំពីភាសាកម្មវិធី Java ដែលមេរៀនទី1យើងនឹងនិយាយអំពីទិដ្ឋភាពទូទៅរបស់ Java មេរៀនទី2យើងនឹងបង្ហាញពីរបៀប set up environment មេរៀនទី3យើងនឹងបង្ហាញពីមូលដ្ឋានគ្រឹះនៃ Java មេរៀនទី4អ្នកទាំងអស់គ្នានឹងយល់ពី class និង object នៅក្នុង Java ដូច្នេះខ្ញុំសូមចាប់ផ្ដើមនៅមេរៀនទី1ដែលនិយាយអំពីទិដ្ឋភាពទូទៅរបស់ Java ទី 1.1 អ្វីទៅជា Java ចំណុចទី2យើងនិយាយអំពីប្រវត្តិរបស់ Java ចំណុចទី3យើងនឹងបង្ហាញពីលក្ខណៈពិសេសរបស់ Java ដែលជាមូលហេតុនាំឲ្យ Java មានភាពពេញនិយមក្នុងការប្រើប្រាស់ទី1អ្វីទៅជា Java Java គឺជា programming language មួយដែលមានដើមកំណើតចេញពីក្រុមហ៊ុន Sun Microsystem ហើយវាត្រូវបានគេដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ 1995 ហើយភាសា Java នេះផងដែរត្រូវបានគេប្រើប្រាស់នៅក្នុងការអភិវឌ្ឍកម្មវិធីកុំព្យូទ័រឬក៏ហៅថា desktop application ប្រើប្រាស់ក្នុងការបង្កើតនៅកម្មវិធីប្រើប្រាស់នៅលើ browser ដែលហៅថាឬក៏ប្រើនៅលើ web ហ្នឹងដែលហៅថា web application និងអាចអភិវឌ្ឍកម្មវិធីសម្រាប់ប្រើប្រាស់នៅលើ mobile ផងដែរដែលហៅថា mobile application ហើយចំណុចពិសេសបំផុតរបស់ Java នោះគឺ program ដែលបង្កើតឡើងដោយ Java គឺអាច run នៅលើគ្រប់ operating system ទាំងអស់គេហៅថាវា platform independent អញ្ចឹងវាអាច run នៅលើ platform មួយណាក៏បានដែរនិយាយអំពី Java platform វិញគឺត្រូវបានបែងចែកចេញជា3ធំៗដែលទី1មានដូចជា Java SE គឺពេញរបស់វា Standard Edition គេប្រើវាដើម្បីបង្កើតនៅ desktop application ហើយទី2គឺ Java EE ដែលប្រើប្រាស់វាសម្រាប់បង្កើតនៅកម្មវិធី web application និង platform ចុងក្រោយគឺ Java ME Micro Edition គេប្រើប្រាស់វាសម្រាប់នៅក្នុងការបង្កើតកម្មវិធីទូរស័ព្ទដៃនិយាយអំពីប្រវត្តិរបស់ Java វិញ Java ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ 1991 ដោយលោក James Gosling ដែលគាត់មកពីក្រុមហ៊ុន Sun Microsystem ហើយឈ្មោះដំបូងរបស់ Java គឺឈ្មោះ Awk ដែលជាឈ្មោះដើមឈើដែលនៅដុះនៅក្បែរបន្ទប់របស់ developer ហើយក្រោយមកទៀតក៏គេបានបដូរទៅជា Java ដែល Java នេះក៏ជាឈ្មោះកាហ្វេមួយយ៉ាងឈ្មោះកាហ្វេដែល developer ទាំងអស់ចូលចិត្តនិយាយអំពីការវិវត្តរបស់ Java ដែលនៅក្នុងឆ្នាំ 1995 Java ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការបន្តមកនៅក្នុងឆ្នាំ 1991 បានចេញនៅ version JDK 1.0 បន្តមករហូតដល់ឆ្នាំ 2010 Oracle បានទិញក្រុមហ៊ុន Sun Microsystem ហើយបានអភិវឌ្ឍបន្តនៅ Java នោះរហូតដល់ឆ្នាំ 2013 បានចេញ version 8 ឥឡូវយើងក្រឡេកមកមើលលក្ខណៈពិសេសរបស់ Java វិញ Java ត្រូវបានគេនិយមប្រើប្រាស់ក្នុងការអភិវឌ្ឍកម្មវិធីដោយសារតែវាមានលក្ខណៈពិសេសមួយចំនួនដូចខាងក្រោមដែលទី1នេះគឺវា simple Java ត្រូវបានគេ design ឡើងឲ្យមានលក្ខណៈងាយស្រួលក្នុងការសិក្សាដូច្នេះយើងមិនមានការលំបាកទេក្នុងការសិក្សាស្វែងយល់នៅភាសា Java នេះហើយ object oriented គឺអ្វីៗទាំងអស់នៅក្នុង Java គឺផ្ដោតសំខាន់ទៅលើ object ហើយវាមានលក្ខណៈ familiar គឺវាស្តៀងទៅនឹង programming ដទៃទៀតដែរគឺ syntax របៀបសរសេរកូដរបស់វាស្តៀងទៅនឹងភាសាដទៃទៀតដូចជា C ឬក៏ C++ ជាដើមគឺវាមានលក្ខណៈ robust និង secure
គឺត្រង់ថា Java វាបានផ្ដល់នៅ security feature ដែលអាចការពារ program របស់យើងពីការវាយលុករបស់ virus Java គឺមានលក្ខណៈ architecture neutral និង portable ដែលសារតែវាមិនប្រកាន់នៅ platform ដូច្នេះហើយយើងអាចបង្កើត program របស់យើងតែមួយហើយយើងអាចប្រើប្រាស់វានៅលើគ្រប់ operating system ឬក៏ platform ដទៃផ្សេងទៀតបានទាំងអស់ចំណុចបន្ទាត់គឺវាមានលក្ខណៈ high performance Java បានជួយឲ្យ program របស់យើងមានការដំណើរការលឿនហើយចំណុចបន្ទាប់គឺ interpreted នៅក្នុង Java នៅពេលដែលយើង compile នៅ Java source code វានឹងបំលែង Java source code ទៅជា bytecode ហើយនៅពេលដែលយើងយក program របស់យើងទៅ run ទៅលើ operating system ណាមួយក៏បានគឺវានឹងបំលែង Java virtual machine និងបកប្រែពី bytecode ទៅជា machine code ហើយ execute instruction ទៅកាន់ processor ចំណុចបន្ទាប់គឺវាមានលក្ខណៈ multi thread Java បានអនុញ្ញាតឲ្យ program របស់យើងធ្វើ multi thread មានន័យថា Java វាអនុញ្ញាតឲ្យយើងនឹង program របស់យើងនឹងគឺអាចធ្វើកិច្ចការបានច្រើននៅក្នុងពេលដំណើរគ្នាហើយចំណុចបន្ទាប់គឺវាមានលក្ខណៈ dynamic មានន័យថាគឺយើងកាលណាយើងប្រើភាសា Java គឺយើងងាយស្រួលក្នុងការកែប្រែនិងពង្រីកនៅ program របស់យើងដោយសារតែក្នុង Java យើងបានកូដនៅក្នុង Java យើងបានរៀបចំជា class និងជា object ដូច្នេះហើយយើងមិនមានការលំបាកនៅក្នុងការកែប្រែឬក៏ពង្រីកនៅ program របស់យើងនោះទេហើយនេះគឺជាសមាជិកដែលចូលរួមក្នុងការបង្កើតវីដេអូនេះឡើងហើយសូមអរគុណដល់ពួកគាត់ដែលបានជួយស្រាវជ្រាវហើយនឹងក្រុមផលិតវីដេអូផងដែរហើយវីដេអូបន្ទាប់យើងនឹងធ្វើការបង្ហាញពី environment setup សូមអរគុណ